សួស្តីបងប្អូនទាំងអស់គ្នានេះជាសកម្មភាពការតេជំនាញវគ្គ22វីដេអូនេះធ្វើឡើងដើម្បីបង្ហាញការរៀបចំខ្លួនពេលដែលយើងទៅតេជំនាញអញ្ចឹងហើយក្រសួងបានប្រកាសហើយសម្រាប់សម្លៀកបំពាក់ជាប្រភេទកីឡាអាវយឺតពណ៌សខោកីឡាស្បែកជើងប៉ាតាអញ្ចឹងហើយបងប្អូនសម្រាប់វគ្គ23នេះត្រូវតែរៀបចំឲ្យបានត្រូវស្តង់ដារដែលក្រសួងបានប្រកាសហើយអ្វីដែលចាំបាច់បំផុតពេលដែលយើងមកប្រឡងតេជំនាញវគ្គ23នេះត្រូវតែភ្ជាប់មកជាមួយអត្តសញ្ញាណប័ណ្ណលិខិតឆ្លងដែនច្បាប់ដើមតែមួយមុខគត់มันអាចថតចម្លងបានទេអញ្ចឹងហើយបេក្ខជនគ្រប់រូបត្រូវតែដឹងហើយវគ្គនេះសម្រាប់វគ្គ23គឺបេក្ខជនដែលត្រូវមកតេជំនាញគឺមាន4099នាក់អញ្ចឹងហើយសូមស៊ូឲ្យដល់ទីបញ្ចប់យើងជាប់តង់ទី1ហើយតង់ទី2ក៏ត្រូវតែទទួលបានជោគជ័យទាំងអស់គ្នាពាក្យចុងក្រោយដែលលោកគ្រូជូនពរមានតែស៊ូទាំងអស់គ្នាឲ្យទទួលបានជោគជ័យសំណាងល្អស៊ូទាំងអស់គ្នាបាយ